มันឆ្នាំនេះយើងរស់នៅដល់របៀបណាពួកឯងដឹងទេហើយឆ្លើយប្រាប់យើងមកមើលប្រហែលឆ្នាំនេះយើងចិញ្ចឹមបីបាច់គេដល់ធំពេលដែលគ្មាននៅក្បែរសូម្បីប្រពន្ធយើងស្លាប់ក៏យើងអាចនៅក្បែរគេដែរយើងរងទុកពីការថ្កោលទោសនៃមនសិការរបស់យើងរាល់ថ្ងៃក្នុងការរស់នៅថ្ងៃនេះជាខួបកំណើតរបស់ព្រះម្ចាស់ចិនណានហើយលោកខ្លាចគ្រួសារមិនបានជួបជុំព្រះម្ចាស់ចិនណានទៅក៏ហៅអ៊ីនតនមកគ្រួសារស៊ូវិញខ្ញុំដឹងថាពួកឯងដើម្បីផលប្រយោជន៍តែប៉ុណ្ណោះទេប៉ុន្តែក្នុងចិត្តប្រកាសជាសប្បាយហើយពីព្រោះខ្ញុំអាចជួបកូនប្រុសរបស់ខ្ញុំតើអាចប្រាប់អ្នកដទៃទេថាជាកូនប្រុសរបស់យើងវាយមកឃើញទេកុសលរបស់គេអនុញ្ញាតឲ្យគេចូលរួមប្រកួតប្រជែងអក្សរសិល្ប៍បង្ហាញពីអ្វីដែរព្រមទាំងប្រាប់គេថាគឺជាសាច់ឈាមរបស់គ្រួសារស៊ូត្រូវតែតស៊ូហើយថ្ងៃនេះនំលីងអ៊ីងមកហើយអ៊ីងតង់គេមិនព្រមរត់ជង្គង់ចុះពួកឯងខ្លាចស្អីពាក់ព័ន្ធដល់គ្រួសារស៊ូហ៎ពេលនេះបែរជាមិនទទួលស្គាល់គេតើពួកឯងជាមនុស្សស្អីពេលនេះបែរជាមិនទទួលស្គាល់គេជាមនុស្សពិបាកទទួលណាទៅគឺកូនចៅត្រូវបោះចោលរហូតដល់ហៅមកវិញប្រើអារម្មណ៍ជំរុញគេហើយផ្ដាច់ទំនាក់ទំនងដាច់ខាតជាមួយនឹងគេគ្រួសារស៊ូពិតជាសាហាវខូខើណាស់ក្មេងគួរអាណិតការលំបាកជាច្រើនបែបនេះអាយុ10ឆ្នាំមានទេពកោសល្យដ៏អស្ចារ្យបែបនេះធ្វើឲ្យភ្ញាក់ផ្អើលដល់អតីតកាលនិងបច្ចុប្បន្នថ្ងៃនេះទោះជាអាចស្លាប់ឬក៏រស់ថ្ងៃក្រោយជានិមិត្តរូបរបស់យើងជានិច្ចមិនមើលទេគេមិនមែនមនុស្សគ្រួសារស៊ូទេតាំងពី7ឆ្នាំមុនយើងបានបណ្ដេញគេចេញពីផ្ទះគ្រួសារស៊ូមកហើយណាល្អណាស់លោកមិនទទួលស្គាល់តែយើងទទួលស្គាល់ថ្ងៃនេះយើងនឹងប្រកាសជាចំហហើយយើងគឺជាពុកបង្ការរបស់គេគឺឈ្មោះថាស៊ូសៀងយូយើងស្ដាប់យល់អស់ហើយណាកូនប្រុសយើងអាណិតអាសូរដល់បទពិសោធន៍ឯងដែលបានឆ្លងកាត់មិនខ្មាស់គេគ្រួសារអ្នកមានបែបនេះទេណាប៉ុន្តែឯងមិនគោរពភ្នំលីងអ៊ីងរបស់យើងហើយប្រាសម្ដីខ្លាំងទោះបីជាយើងអាណិតឯងតែឯងក៏ត្រូវតែស្លាប់ដែរចាងសៀវសាច់ច្បងធំឲ្យគេស្លាប់ឲ្យស្រួលបួលទៅបាទទោះបីឯងទៅតែអាយុ10ឆ្នាំទៅកុសលអស្ចារ្យប៉ុន្តែឯងក៏មិនទោសយើងឲ្យសោះណាចាប់ពីថ្ងៃនេះទៅឯងនឹងក្លាយទៅជាមនុស្សដែលមានទេពកោសល្យល្អបំផុតនៅភាគខាងត្បូងគេឈ្មោះឯងល្បីសរសៃពេញតាសៀទាំងមូលហើយបើមានស្អីកើតឡើងយើងឯងបានហើយណែថយចេញឈើនៅពីក្រៅក្នុងខ្ញុំចាស់កុំធ្វើជាអ្នកក្លាហានពីមុខខ្ញុំអីអ៊ីងតន់លោកធ្វើបានល្អណាស់យើងអត់ទោសឲ្យឯងចុះមានមើលឃើញម្រាមដៃនេះទេទុកឲ្យយើងប្រើម្រាមដៃមួយនេះអាចសម្រាប់ឯងបានពិតជាមើលណាស់នេះម្រាមដៃបេះការរបស់ព្រះតាមកណែម្រាមដៃមួយតែប៉ុណ្ណោះមិនក៏ចឹងមិនអាចទេត្រូវពិតជាមិនអាចទេមិនក៏ទៅជាចឹងត្រូវហើយគឺមិនអាចទៅរួចទេត្រូវហើយអ្នកមោតាស័កយើងបានសម្លាប់គេយើងគ្រាន់តែជូនដំណើរគេទៅពិភពសប្បាយតែប៉ុណ្ណោះគឺពេលនេះណែផ្កាឈូកដល់ជាជំនាញនៅក្នុងរឿងនៃទានផ្កាឈូកដល់ជាជំនាញការទាំង3ប្រមូលផ្ដុំគ្នាការទាំង3ប្រមូលផ្ដុំគ្នាគឺអ្នកអនុវត្តការទាំង3ផ្ដុំគ្នាលើកកម្ពូលសម្មាសម្ពុទ្ធចុះហើយទាំង5ត្រឡប់ទៅប្រភពដើមជួយខ្ញុំផងលោកគ្រូជួយខ្ញុំផងលោកគ្រូចំហើយទាំង5ត្រឡប់ទៅភពដើមនៅលើលោកនេះពិតជាមានបុគ្គលដែលមានអំណាចបែបនេះហ៎ជួយឯងនៅលើលោកនេះពិតជាមានបុគ្គលដែលមានអំណាចបែបនេះហ៎ជួយឯងគេខ្លួនឯងប្រហែលជាជួយខ្លួនឯងមិនបានផងលោកម្ចាស់លើកលែងផងទៅលោកម្ចាស់លើកលែងទោសផងទៅនេះលើកលែងផងលោកម្ចាស់លើកលែងផងលោកម្ចាស់លើកលែងទោសផងទៅលោកម្ចាស់លើកលែងទោសផងលើកលែងទោសផងទៅលោកម្ចាស់លើកលែងទោសផងទៅលោកម្ចាស់ខ្ញុំសូមវល់ទទួលខ្ញុំជាសិស្សផងទៅខ្ញុំសុខចិត្តថ្វាយបង្គំលោកគ្រូទទួលខ្ញុំផងទៅការ3ផ្ដុំគ្នាកម្ពុជានោះគឺជាអាណាចក្រដែលខ្ញុំសុបិនចង់រស់នៅរាល់ថ្ងៃខ្ញុំអាចឈានដល់អាណាចក្រមួយជីវិតនេះហើយខ្ញុំសុខចិត្តធ្វើជាគោធ្វើជាសេះឲ្យតែខ្ញុំបានរស់សូមជួយខ្ញុំផងទៅចុះបុនថៃខ្ញុំសុខចិត្តថ្វាយបង្គំលោកជាគ្រូធ្វើជាសិស្សរបស់ខ្ញុំថ្វាយបង្គំយើងជាគ្រូលោកមិនសមទេនេះ
នេះពិតជាមិនសមទេនេះតើយើងជាបាទី2របស់ឯងគឺជាអ្នកបាទី2របស់ឯងយើងជាលោកតារបស់ឯងតាខុសហើយត្រឡប់មកវិញមកអ្នកឈើធ្វើស្អីទៀតទៅតែយើងដល់ប៉ាឯងហៅយើងថាម៉េចតិចតន់បងចដូនមួយរបស់ឯងណាថ្ងៃក្រោយបងចដូនមួយនឹងដើរតាមឯងជានិច្ចណាឯងតន់ជួយយ៉ាងណាឈាមនៅក្នុងជាតិរបស់ឯងគឺជាតកូលតន់នេះអ៊ីងតន់ភ្នូរបស់ម្ដាយឯងនៅណាទៅភ្នូរបស់ម៉ាក់តើនៅកន្លែងណាទៅនិយាយតែផ្ដាស់នោះគឺជាម៉ាក់ធំរបស់ឯងយើងទៅជាម្ដាយបង្កើតរបស់ឯងម៉ាក់ធំចាត់ទុកយើងដូចជាកូនបង្កើតមិនមែនម៉ាក់ល្អជាងម៉ាក់ធំទេក្នុងចិត្តយើងបានចាត់ទុកគាត់ជាម្ដាយបង្កើតទៅហើយដោយសារតែពេលនោះខ្ញុំអាយុតិចយើងប្រកាសចម្លើយលោកតាចេញពីផ្ទះទេខ្ញុំត្រូវធ្វើឲ្យពួកឯងភ្ញាក់ផ្អើលនិយាយតែប្រាស់មកពីប៉ារបស់ឯងគឺចង់ដណ្ដើមយកទ្រព្យសម្បត្តិក៏ត្រូវចាញ់កលរបស់គេតាមពិតទៅមិនមែនអញ្ចឹងទេលីលីគឺជាកូនប្រសាដែលយើងពេញចិត្តបំផុតក្នុងជីវិតពេលដែលអ្នកបងធំស្លាប់ទៅគាត់ពិតជាគួរសោកស្ដាយអ្នកធំក៏ល្អជាងម៉ាក់ទៅជាម្ដាយបង្កើតរបស់ឯងភ្នំលោកស្រីធំតាមពិតនៅទីណាទេលោកម្ចាស់គ្រួសារអ៊ីងតននេះមិនបានបញ្ជាក់កន្លែងឲ្យច្បាស់គឺពួកយើងបានលុតជង្គង់សិពាក់ឲ្យស្ម័គ្រចិត្តគេគ្រាន់តែនិយាយថាពួកយើងមិនស័ក្តិសមនោះទេទោះបីមិនស័ក្តិសមក៏ដោយក៏យើងត្រូវតែអន់ច្បាស់សិពាក់ដែរអាយ៉ាអរយ៉ាពេល3ថ្ងៃត្រូវតែរកឲ្យឃើញយើងសរសេររាប់ម៉ឺនពាក្យនៅក្នុងការរិះគន់ខ្លួនឯងរងចាំតែមុខភ្នោរបស់នាងតែនិយាយមួយម៉ាត់ថាគ្រួសារស៊ូយើងមានភ្នែកតែអត់ប្រស្រីយើងពិតជាសោកស្ដាយខ្លាំងណាស់ហើយបាទរងមិនឃើញគិតយ៉ាងម៉េចទៅបើមិនទៅមុខភ្នោអង្គបាទសុំទោសទេអូនជាដូនមួយតន់យើងប្រកាសជាមិនអភ័យទោសឲ្យទេគឺពួកឯងធ្វើបាបយើងសូម្បីតែភ្នោក៏រកមិនឃើញដែរយើងត្រូវការពួកឯងបានប្រយោជន៍ស្អីប៉ះពាល់ដល់អនាគតរបស់យើងម៉ាក់តើម៉ាក់បញ្ចុះនៅទីណាទៅគ្រួសារស៊ូពួកយើងមានភ្នែកតែអត់ប្រស្រីទេលីលីគ្រួសារស៊ូពួកយើងគឺមានភ្នែកគ្មានប្រស្រី